ដឹងតិចដឹងតែឆ្ងាញ់ទៀតបងប្អូនអើយយន់ណាស់នេះច្បាច់ក្រូចឆ្មាទៀតបងប្អូនហើយក្រូចឆ្មាប្រាប់បងប្អូនថាកុំយកអាក្រូចតុនហើយបាច់ទាំងកពើបងប្អូនតែយើងច្បាច់ទៅវាមានល្វីងជាល្វីងបងប្អូនអត់ឆ្ងាញ់ទេហើយអត់ចូលទៀតល្វីងមកហើយបាត់រសជាតិកាពិយើងអស់ហើយបងប្អូនចឹងបងប្អូនរើសក្រូចណាល្អហើយកុំឲ្យវាដាច់ទាំងកពើចឹងតែដាច់ទាំងកពើចឹងដឹងតែល្វីងហ្មងចឹងមិនថាហើយដឹងតែជាតិទៀតហើយបងប្អូនអើយនេះទាំងហូបនៅថាបន្លែយើងក៏គួរចង់ហូបចឹងបងប្អូនហ្នឹងហើយមើលបងប្អូននេះហើយណាមួយកាពិយកមកពីផ្ទះទៀតបងប្អូនកាពិធ្វើខ្លួនឯងអត់មានទិញគេទេបងប្អូនកាពិល្អស្រស់តែបានអូថ្មីទៀតអានេះវាសតុករៀងហប់មករៀងងុំយូរទៀតតែឆ្ងាញ់ទៀតបងប្អូនហើយនេះបន្លែយើងមានដលុងពោតប្រាំងហើយនឹងត្រសក់មានម្ទេសមានត្រប់មានអីចឹងបងប្អូនអើយជាតិណាស់បងប្អូនហើយ